ជំរាបសួរអបអរសាទរបងប្អូនចូលរួមនឹងថ្នាក់រៀននៅថ្ងៃនេះគឺយើងស្វែងយល់មេរៀនទី13ភាសាខ្មែរភ័ក្ត្រទី7សម្រាប់ឲ្យសិស្សថ្នាក់ទី8បងប្អូនណាជំរុំបក្សីនេះគឺជាកន្លែងដែលមានជំរុំបក្សីបងប្អូនណាបើតាមខ្លឹមសារខាងក្រោមនេះយើងអាចដឹងបានថាជំរុំបក្សីហ្នឹងគឺស្ថិតនៅខេត្តកាម៉ៅបងប្អូនឥឡូវយើងសង្កេតឡើងមកខាងលើនេះសូត្រពាក្យពិបាកសិនបងប្អូនណាកពាក្យពិបាកមហាចាតលឹងភោគផលធម្មជាតិតែងវិញធីញញភោគទ្របតែងវិញមច្ឆាសមុទ្រកាបៀងបរិភោគអាំងរាប់ម៉ឺនហាងជប់ងាំងអត្ថបទជំរុំបក្សីខេត្តកាម៉ៅជាខេត្តមួយក្នុងបណ្ដាខេត្តដែលសម្បូរដោយភោគផលធម្មជាតិនៅភាគខាងត្បូងគេអាចប្រៀបខេត្តកាម៉ៅជាផ្លែទឹកដោះមួយដោះធំមហាចាជាភោគទ្របផ្លែឈើស្រូវអង្ករបក្សាបក្សីមច្ឆាសមុទ្រអំបិលធ្យូងឈើស្ករក្រាមសុទ្ធសឹងជារបស់ធម្មជាតិដ៏ល្បីឈ្មោះពិសេសជាងគេក្នុងបណ្ដាសម្បត្តិល្បីឈ្មោះទាំងនោះគឺជំរុំបក្សីនៅកាម៉ៅមានជំរុំបក្សីល្បីល្បាញដូចចាឡាដឹមយើយជាពិសេសជំរុំបក្សីនៅកណ្ដាលទីក្រុងយើងមិនចាំបាច់ចិញ្ចឹមឬថែរក្សាអ្វីដល់ពួកវាឡើយគ្រាន់តែចំណាយកម្លាំងការពារដើមឈើមិនឲ្យមនុស្សមកបំផ្លាញនឹងជីងទៅរើសយកសុទ្ធនឹងចាប់កូនបក្សាបក្សីប៉ុណ្ណោះជំរុំបក្សីនៅកាម៉ៅមានបក្សាបក្សីគ្រប់ប្រភេទច្រើនជាងគេដូចជាខ្វែកក្អែកទឹកស្មោញទុំមន់ទឹកប្រវឹកកុកសកុកខៀវក្រសាទីទុយអកក្រៀលសេកសារិកាឡាបក្សាបក្សីទាំងនោះរស់ដោយឡែកពីគ្នាជាក្រុមពួកសត្វទាំងនេះសុទ្ធសឹងតែធ្វើសម្បុកនៅតាមមែកឈើដ៏ខ្ពស់ការធ្វើសម្បុកពិតជារចនាមួយដ៏អស្ចារ្យរបស់ប្រភេទបក្សាបក្សីនីមួយធ្វើសម្បុកខុសប្លែកពីគ្នាប៉ុន្តែមានប្រការមួយដាច់ខាតគឺពួកវាមិនកាច់មែកឈើក្នុងជំរុំមកធ្វើសម្បុកឡើយតាមធម្មតាពួកវាហើរឆ្ងាយដល់ទៅ 4-5 គីឡូម៉ែត្រស្វែងរកមែកឈើតូចប៉មម្ដងមួយមែកយកមករចនាធ្វើជាទីលំនៅជំរុំបក្សីញ៉ាធិញមានសម្បុករាប់ម៉ឺនប៉ុន្តែពួកវាពុំដែលហើរចូលច្រឡំសម្បុកគ្នាឡើយមិនថាពេលណាឬរដូវណាឡើយចង់បរិភោគសាច់បក្សាបក្សីអ្វីក៏មានដែរជំរុំបក្សីខេត្តកាម៉ៅនេះគឺជាកន្លែងទេសចរណ៍មួយសំខាន់សម្រាប់ទេសចរក្នុងប្រទេសនិងបរទេសមកទស្សនាកម្សាន្តជារៀងរាល់ថ្ងៃដកស្រង់នឹងកែសម្រួលពីរមណីយដ្ឋាននៅវាលរាបទន្លេមេគង្គ1996ចាឥឡូវបងប្អូននេះគឺជារូបភាពរបស់សត្វកប់ឬក៏សត្វបក្សាបក្សីផ្សេងនៅជំរុំបក្សីខេត្តកាម៉ៅបងប្អូនណានេះសត្វស្លាបដែលស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ UICN ខ្វែកវៀតណាមយើងហៅកង្វាក់ណាnằm trong sách đỏ nha đây là cả cây loài chim nằm trong sách đỏ Small
ំមន់ទឹកប្រវឹកកប់សកប់ខៀវកប់សកប់ខៀវនេះមានការនេះខាងបច្ចេកទេសហើយបងប្អូនទីតុយមានច្រើនប្រភេទដែរបងប្អូនណានៅទីតុយបែបនេះទៅនៅក្នុងបញ្ជីក្រហមណាបងប្អូនអកគ្រៀលចាហើយនោះគឺជារូបភាពរបស់សត្វមួយចំនួនណាបងប្អូនណាសត្វនឹងនៅក្នុងបញ្ជីក្រហមតែយើងត្រូវតែការពារបងប្អូនអញ្ចឹងឥឡូវបងប្អូនយើងនៅតែយើងនឹងបកប្រែទៅជាភាសាវៀតណាមបងប្អូនកាត់ហាក់ខាន់ចាប់ផ្ដើមពីតាមធម្មតារហូតទៅដល់ច្រឡំសម្បុកគ្នាឡើយណាបងប្អូនណាយើងសរសេរជូនសៀវភៅណាអរគុណមករៀនរបស់យើងបញ្ចប់ហើយលាបងប្អូន